មកទេអត់មានមួយញ៉ែគ្នាក្នុងវត្តទេព្រោះតែគាត់មកយកមកគេលោកនៅគ្រប់ឃើញពាក្យនៅឥឡូវគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនម្ដងទៀតថ្ងៃនេះខ្ញុំបាទនៅសុកស្រាប់ទៅជួបប្រទះជាមួយនឹងអ្នកភូមិអញ្ចឹងទៅកំបែកកំណត់ថាចង់ធ្វើ part 4ចឹងចង់ដឹងថា part 4នឹងយ៉ាងម៉េចតួឯកនឹងយ៉ាងម៉េចឥឡូវតួឯកស្រីទេបងប្អូនអាចទៅមើលបានតោះឥឡូវនេះយើងនឹងចេញ part 4ដោយនិយាយពីភាសាភូមិយើងត្រៀមខ្លួនទេត្រៀមអានេះសុទ្ធតែអ្នកភូមិបងប្អូនណាពាក្យខាងនោះគេថាទៅបហ្នឹងគេថាម៉េចទៅទៅបមែនទៅសាក់និយាយឧទាហរណ៍នេះមើលដូចថាយើងទៅមកពីណាយ៉ាងណាគេសួរថាទៅមកពីណាថាសេះជួបគ្នាគេថាម៉េចទៅគេថាពើគ្នាណាដល់ពើគ្នាទៅពេលយើងជួបចាក់ដល់ថាដល់ពើគ្នាមែនទេចាហើយចុះពាក្យធាត់ឃើញណាពាក្យធាត់ភូមិខ្ញុំគេហៅថាថិតណាចាហងក៏ថិតមែនគេថាអញ្ចឹងចាឥឡូវពាក្យផឹកក្នុងគេថាផកស្រាផឹកបាយផឹកបាយថែមពាក្យទៀតអូខេហើយចុះពាក្យអត់មិនជាជាប់ពាក្យថាអូខេលហូអញ្ចឹងពាក្យស្រវឹងភូមិខ្ញុំគេថាស្វងអីស្វងស្រាយយើហើយខាងនោះគេថាមានកើតមិនមានមិនកើតឧទាហរណ៍ថាលបងសួរថាហងកើតកើតលុយណកើតលុយនោះមានន័យថាមានលុយអត់អូខេហើយចុះថាពាក្យថាមិនដឹងគេថាមិនទេមិនដឹងមិនដូចមិនដោចទេឥឡូវមានអីនិយាយឥឡូវនិយាយភាសាភូមិយើងប្រហែលម៉ាត់ដល់ណោះជិះនិយាយថាម៉េចសាក់និយាយភាសាភូមិយើងគេនិយាយល្មិចអត់ដឹងហើយសាក់និយាយមកទៅចែកគ្នាមកប្រាវទៅដើម្បីបានគេថាល្មិចនិយាយមិនទៀតទេលងផ្លេចអស់និយាយមិនបងមិនដឹងថានិយាយមិត្តស្អីមិត្តរឿងអីតំណែងនេះតំណែងវានោះណាតំណែងនឹងស្អីអូខេបាទផាត់ហ្វរបស់យើងមានតែប្រហែលពាក្យប៉ុណ្្នឹងទេហើយសង្ឃឹមថាថ្ងៃក្រោយអូខេជម្រាបលាបង